ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃសំណាងបងប្អូនមកមើលវីដេអូថ្មីវីដេអូនេះបងសំណាងនឹង review មីដាច់ចៃម្ដងទៀតលើកនេះគឺ review លើកទី10ឲ្យបងប្អូនហើយគុណភាព100លើ100បងប្អូនគឺថាឆ្ងាញ់គុណភាពលេខ1បងប្អូនហើយក៏អនាម័យ100%បងប្អូនហើយបងប្អូនបើញ៉ាំមិនរបស់ណាមិនល្អរបស់ញ៉ាំក៏ដោយរបស់ skin care ក៏ដោយបន្លែក៏ដោយខ្ញុំចូល review ថាវាមានគុណភាពហើយបើសំណុំអាន review ឲ្យបងប្អូនមើលជាទៅសំណុំបកកែមេតិកាល្អល្អបកកែមេតិកាធ្វើម្ហូបមេតិកាថតរឿងថត blog content ដែលថ្មីសម្រាប់បងប្អូនទស្សនាមិនថានៅស្រុកនិងក្រៅប្រទេសទេតើបងចូលចង់មើលវីដេអូនេះជួយ like comment share ហើយជួយ follow page អ្នកមួយខាងក្រោម link ហ្នឹងហើយបងប្អូនអាចជួយ subscribe channel ខ្ញុំថ្មីបងប្អូនទៅជួយ subscribe អ្នកមួយដើម្បីទទួលបាននូវវីដេអូថ្មីមុនគេអរគុណបងប្អូនអរគ្នាចឹងចូលវីដេអូយើងបងប្អូនអាចមើលហើយគឺខ្ញុំញ៉ាំតែម្ដងបងប្អូនអរគ្នាគេថាមីដែលចាច់គឺមាន top ទី12មកនិយាយទៅខ្ញុំបបាក់ review ព្រោះខ្ញុំ review វាដាក់វីដេអូហ្នឹងឲ្យកុំឲ្យសាំអញ្ចឹងបងប្អូនអរគ្នាគឺថារសជាតិវាឆ្ងាញ់អួយហ្មងបងប្អូនអរគ្នាចឹងមេតិកាអីបងប្អូនធ្វើមិនក៏បានដែរធ្វើមិនឲ្យតាក់តងក្នុងមេតិកាល្អដើម្បីឲ្យ TikTok នោះរុញហើយលេខ TikTok យើងវាចាប់ដើមរត់លុយហើយបងប្អូនអរគ្នាហើយគេប្រកាសប្រមាញ់ហ្នឹងអ្នកផ្សព្វផ្សាយគេបានស្នើតិចឲ្យរត់លុយបើកលុយរយនៅស្រុកខ្មែរយើងដើម្បីឲ្យបងប្អូនខ្មែរយើងមានការងារធ្វើអញ្ចឹងបងប្អូនអរគ្នាអ្នកតនេអាចថត TikTok ក៏បានថត content មិនក៏បានដែរសម្រាប់បងប្អូនកម្មការមេតិកាល្អគេទៅហាមប្រកាសមេតិកាឌីគេឬបំពោសង្គមបងប្អូនអរគ្នាអ្នកខ្លះប្រកាសមេតិកាជ័យគ្នាអីក៏មានដែរដើម្បីភាពចង់កបីបងប្អូនអរគ្នាហើយមួយទៀតគឺកុំប៉ះពាល់អ្នកក្រអត់មានកំហុសទេតែអ្នកខ្លះវាចូលចិត្តយកប្រធានបទហ្នឹងដើម្បីយកមកធ្វើអញ្ចឹងឲ្យវាល្បីអញ្ចឹងណានិយាយទៅខ្ញុំចង់ជេរអាពួកនឹងមែនតែនពួកដែលធ្វើវេទិកាបំពោសង្គមនិយាយទៅពួកនឹងវាចង់ល្បីបាញ់អ្នកខ្លះវាចង់ឲ្យប្រមូលរបស់គេវាចង់បង្កើតរឿងឡើងមកបងប្អូនអរគ្នាខ្ញុំនិយាយមែនខ្ញុំនិយាយមនុស្សមួយចំនួនតូចអញ្ចឹងបងប្អូនអរគ្នាភាពចង់ល្បីហាមតិចយកលុយមកដាក់មុខគឺអត់ទេច្បាប់មានបងប្អូនសិលធម៌ក៏មានគុណធម៌ក៏មានសុជីវធម៌ក៏មានមុននឹងចូលយកវីដេអូគេត្រូវសុំសិទ្ធិរបស់គេសិនទើបយើងអាចបង្ហោះរូបគេបានអញ្ចឹងមេតិកាធ្វើល្អបងកុំបំពោសង្គមនិយាយទៅក៏មួយម៉ាត់យ៉ាងខ្លីកុំបំពោសង្គមចឹងបងប្អូនអរគ្នាគឺថាខ្ញុំបង្កើតមេតិកាអីមួយវីដេអូអីមួយគឺភាពល្អចោលបាទខ្ញុំបង្ហាញដល់បងប្អូនអរគ្នាសម្រាប់វីដេអូនេះដល់ចប់កុំភ្លេចជួយ like comment share អ្នកមួយផងអរគុណបងប្អូនអរគ្នាជួបគ្នានៅវីដេអូ